បងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងបង្រៀនបងប្អូនសរសេរអំពីចំនួន97ចាយើងសូមកូនមើលមកលើក្តារខៀននេះគឺជាចំនួន97ដំបូងគេគឺអ្នកគ្រូសូមឲ្យកូនចូលរួមរាប់ជាមួយអ្នកគ្រូសិនណាតាចាប់ផ្ដើម10 20 30 40 50 60 70 80 9ម៉ានកូននេះចាគឺ97យើង97ចានេះកូនឃើញអា97មានលេខ9និងលេខ7ចាអញ្ចឹងដើម្បីឲ្យកូនកាន់តែច្បាស់ដោយសារតែកូនបានដឹងចលនានៃការសរសេរលេខនីមួយហើយដូចលេខ9និងលេខ7អីអញ្ចឹងអ្នកគ្រូនឹងសរសេរចំនួនណាចំនួននៅលើក្តារខៀនសូមកូនមើលទាំងអស់គ្នាចាអញ្ចឹង97ដំបូងគេកូនទាំងអស់គ្នាសរសេរលេខ9ចាប់ផ្ដើមគួចកោងភ្ជាប់ឲ្យកោងហើយឡើងលើក៏ងាកទៅឆ្វេងបន្ទាប់ទៀតកូនសរសេរលេខ7គួចឡើងលើចុះក្រោមឡើងលើចុះក្រោមមកងាកទៅស្ដាំឡើងលើហើយងាកមកឆ្វេងបន្តិចម្ដងទៀតកូនសរសេរលេខ9កោងហើយឡើងលើហើយងាកមកឆ្វេងបន្ទាប់គួចឡើងលើចុះក្រោមងាកស្ដាំឡើងលើងាកមកឆ្វេងកូនឃើញអត់គាត់នេះគឺ97នេះក៏ជា95ចាកូនទាំងអស់គ្នាបានដឹងពីរបៀបនៃការសរសេរនេះគឺជាលំហាត់ទី1លំហាត់ទី1នេះចូលកូនធ្វើគំនូសចំនួន97នេះគឺជា97នេះគឺជាគំនូសដែលកូនត្រូវសរសេរណាកូនដល់ចាប់ដើមដំបូងគេសរសេរលេខ9បន្ទាប់គឺសរសេរលេខ7ចាអ្នកគ្រូចូលលំហាត់ទី2នេះចូលកូនសរសេរចំនួន97នេះគឺជា97នេះគឺជាទីតាំងដែលកូនត្រូវសរសេរដូចគ្នាអញ្ចឹងលំហាត់ទាំងពីរនេះគឺជំនួយឲ្យកូនទាំងអស់គ្នាសរសេរឲ្យកាន់តែស្អាតនិងស្ទាត់ជំនាញក្នុងការសរសេរនៅពេលដែលកូនធ្វើកិច្ចការទាំងពីរនេះកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ